សូមជម្រាបសួរពុកម៉ែបងប្អូននេះគឺជាសំណង់ស្ទាក់ទឹកនៅស្ទឹងសែនខេត្តកំពង់ធំដែលសំណង់នេះគឺជាសំណង់ស្ថិតនៅក្នុងឃុំកំពង់គោស្រុកកំពង់ស្វាយនៃខេត្តកំពង់ធំបាទការសាងសង់យើងឃើញថាបានច្រើនដែរហើយនៅផ្នែកខាងទៀតគឺជាឃុំក្តីដូងហើយមកខាងនេះគឺជាឃុំកំពង់គោហើយយើងឃើញថានេះគឺជាស្ទឹងសែនបាទសំណង់ស្ទាក់ទឹកស្ទឹងសែនតែម្ដងបាទនេះគឺជាសំណង់សិល្បៈការបន្ថែមសម្រាប់សាងសង់បាទឥឡូវនេះយើងឃើញថាសាប់ផ្លូវដីជាប់អត់ហ៊ានដើរទៅទេព្រោះភ្លៀងអញ្ចឹងថតបានតែប៉ុណ្្នឹងបងប្អូនបាទនេះធំណាស់ហើយនេះជាសមិទ្ធផលរបស់ខេត្តកំពង់ធំមួយទៀតដែលជាសំណង់ទី2សំណង់ទី1នៅឃុំដងកំបិតដែលជាសំណង់ស្ទាក់ទឹកស្ទឹងសែនដែលយើងដឹងថាស្ទឹងសែនគឺជាស្ទឹងដែលវែងជាងគេស្ថិតនៅក្នុងប្រទេសកម្ពុជាហើយស្ទឹងសែនគឺជាស្ទឹងដែលហូរកាត់ខេត្តចំនួន2គឺខេត្តព្រះវិហារនិងខេត្តកំពង់ធំដែលស្ទឹងនេះត្រូវបានហូរចាក់ចូលទៅបឹងទន្លេសាបហើយស្ទឹងសែននេះគឺមានសំណង់ស្ទាក់ទឹកចំនួន2គឺសំណង់ស្ទាក់ទឹកដងកំបិតនិងសំណង់ស្ទាក់ទឹកកំពង់គោបាទហើយខេត្តកំពង់ធំកំពុងតែរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងស្ទឹងសែនហ្នឹងគឺច្រាំងស្ទឹងសងខាងក្នុងមួយខាង3គីឡូអញ្ចឹងសងខាង6គីឡូហើយក្នុងនោះក៏មានស្ពានដំណើរថ្មើរជើង2ផងដែរគឺផ្នែកខាងលើស្ពាននៅក្នុងក្រុងស្ទឹងសែនហើយខាងក្រោមស្ពានក៏នៅក្នុងក្រុងស្ទឹងសែនផងដែរអញ្ចឹងទេខេត្តកំពង់ធំគឺជាខេត្តមួយបន្តិចទៀតនឹងមានភាពស្រស់ត្រកាលអាចតាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកទស្សនាហើយកុំឲ្យថាកំពង់ធំទៅហួសមកហួសអញ្ចឹងក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតឯកឧត្តមឧបនាយករដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីឯកឧត្តមវង្សីវិសុទ្ធឯកឧត្តមនួនផារតអភិបាលខេត្តកំពង់ធំបានយកចិត្តទុកដាក់ហើយនៅក្នុងនោះក៏មានក្រសួងជាច្រើនបានរៀបចំជួយនៅក្នុងខេត្តកំពង់ធំផងដែរហើយយើងឃើញថាសមិទ្ធផលដែលធំគឺក្រសួងធនធានទឹកបានឃើញចេញជារូបរាងគឺឯកឧត្តមថោកេដ្ឋារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមក៏បានជួយទៅដល់ខេត្តកំពង់ធំផងដែរបាទនេះគឺជាសមិទ្ធផលរបស់ខេត្តកំពង់ធំដែលបងប្អូនខេត្តកំពង់ធំនឹងទទួលបាននៅអត្ថប្រយោជន៍ជាច្រើនសម្រាប់ការអភិវឌ្ឍក្នុងខេត្តនេះបាទសូមអរគុណសូមជម្រាបលា